នេះគឺជាវិធីមួយដែលងាយស្រួលសម្រាប់ប៉ាម៉ាក់ថ្មីថ្មោងដែលមិនទាន់ចេះនៅក្នុងការឲ្យកូនភើក្រោយពេលដែលកូនបើកហើយជាទូទៅក្រោយបើកហើយគឺត្រូវតែឲ្យកូនភើខ្យល់ដើម្បីកាត់បន្ថយនូវការក្អែឬក៏ការច្រាលនៅកាកសំណល់ទឹកដោះចេញមកខាងក្រៅការដែលឲ្យកូនអង្គុយហើយអង្រួនកូនថ្នមៗឬក៏អង្អែលខ្នងកូនថ្នមៗដើម្បីឲ្យកាកសំណល់ទឹកដោះធ្លាក់ចុះទៅខាងក្រោមបានល្អមិនមានផលប៉ះពាល់ទៅលើឆ្អឹងខ្នងរបស់កូនឬក៏ធ្វើឲ្យកូនបាក់នៅទម្រង់មុខនោះទេបើសិនជាយើងចេះនៅក្នុងការលើកកូនដាក់នៅលើទ្រូងគឺយើងអាចលើកបានដោយអង្អែលខ្នងកូនថ្នមៗវាក៏ជាវិធីមួយដែលល្អដូចគ្នាប៉ុន្តែវិធីដែលខ្ញុំកំពុងបង្ហាញនេះគឺវាកាត់បន្ថយនៅភាពហត់នឿយរបស់ឪពុកម្ដាយជាពិសេសគឺនៅពេលយប់យើងអាចធ្វើបែបនេះ1ទៅ2នាទីក្រោយកូនបើហើយទោះបីកូនមិនឮសូរសំឡេងភើខ្យល់ចេញមកខាងក្រៅក៏ដោយក៏វាអាចធ្វើឲ្យទឹកដោះគោឬក៏ទឹកដោះម្ដាយធ្លាក់ចុះទៅខាងក្រោមបានល្អនៅពេលដែលយើងដាក់ឲ្យកូនគេងគឺអាចការពារនិងកាត់បន្ថយនៅការក្អែឬក៏ច្រាលនៅកាកសំណល់ទឹកដោះទាំងនោះចេញមកខាងក្រៅដូច្នេះប៉ាម៉ាក់អាចអនុវត្តបានទៅតាមវិធីដែលយើងគិតថាងាយស្រួលទាំងការដាក់នៅលើទ្រូងរបស់យើងអង្អែលខ្នងថ្នមៗនិងអាចធ្វើបែបនេះបាន